សុបក្តាមមួយឆ្នាំនេះបើសិនជាបានក្តាមស្រស់សាច់ណែនយកមកស្លយកពីថាទឹកស្លនោះឡើងជាតិឆ្ងាញ់តែម្ដងហត់បំបត្តិហើយបំបត្តិទៀតវិធីធ្វើដំបូងខ្ញុំដាក់ដាំទឹកចំនួន2លីត្រហើយខ្ញុំដាក់ឆៃថាវហើយនឹងដើមខ្ទឹមខ្យល់ហើយអំបិលបន្តិចដើម្បីស្ងោរវាឲ្យវាចេញជាតិសិនសម្រាប់ឆៃថាវបងប្អូនប្រើប្រហែលជា1មើមទៅបានហើយបន្ទាប់មកខ្ញុំងាកមកលាយគ្រឿងសម្រាប់ធ្វើទឹកស្លហ្នឹងគឺយើងត្រូវការសៀងរបស់កូរ៉េមួយស្លាបព្រាបាយកន្លះទឹកម្ទេសរបស់កូរ៉េកន្លះស្លាបព្រាបាយហើយទឹកត្រី3ស្លាបព្រាបាយម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេកំពឹសប្រៃ1ស្លាបព្រាកាហ្វេម្សៅម្ទេស4ស្លាបព្រាបាយហើយខ្ទឹមស1ស្លាបព្រាបាយនិងម្រេចបន្តិចបន្តួចសម្រាប់គ្រឿងដែលយើងលាយចូលគ្នានេះគឺអត់មានដាក់ស្ករទេសុទ្ធតែគ្រឿងប្រៃប៉ុន្តែពេលដែលយើងដាក់ចូលទៅក្នុងទឹកស្លគឺចេញជាតិមកល្មមឆ្ងាញ់តែម្ដងឥឡូវខ្ញុំងាកទៅមើលឆ្នាំងស្លរបស់ខ្ញុំវិញខ្ញុំស្រង់ដើមខ្ទឹមខ្យល់ចេញរួចហើយខ្ញុំដាក់គ្រឿងដែលខ្ញុំបានលាយបាញ់មិញហ្នឹងចូលទាំងអស់យើងដាក់វាចូលហើយកូរវាឲ្យរលាយសព្វមកហើយបើមានពពុះមានអីអត់ស្អាតដែរឡើងយើងដួសចេញឲ្យស្អាតដែរមករួចហើយទើបខ្ញុំដាក់ក្តាមចូលហើយខ្ញុំប្រើក្តាមចំនួន3ក្បាលយើងយកក្តាមស្រស់សាច់ណែនល្អយកមកស្លគឺដឹងតែឆ្ងាញ់ហើយក្តាមនេះខ្ញុំកាត់វា1ជា2ដែរដើម្បីឲ្យស្រួលញ៉ាំបន្ទាប់មកទើបខ្ញុំដាក់តាហ៊ូចូលហើយយើងដាក់ចូលរៀងច្រើនតិចមកបងប្អូនប៉ុន្តែពេលដែលខ្ញុំថតវីដេអូនោះដោយសារខ្ញុំចង់រៀបឲ្យឃើញស្អាតអញ្ចឹងទៅខ្ញុំដាក់បានតែ4ដុំនឹងទេតែការពិតក្រោយមកខ្ញុំដាក់ចូលច្រើនជាងហ្នឹងបន្ទាប់ពីដាក់តើហ៊ូដាក់អីចូលហើយយើងរំងាស់រហូតទាល់តែក្តាមឆ្អិនរួចហើយយើងភ្លក់មើលទៅបើរសជាតិល្មមតាមយើងចង់បានហើយចាំដាក់បន្លែចូលសម្រាប់បន្លែគឺខ្ញុំដាក់សណ្តែកបដោះប៉ុន្តែវាជាសណ្តែកធំបងប្អូនខុសពីសណ្តែកបដោះខ្មែរយើងបន្តិចហើយមានតាំងអាវហើយល្ពៅតែបន្លែគឺបងប្អូនលេីលុកទៅតាមនឹងទៅអាចមានអីដាក់នឹងក៏បានហើយសម្លនេះយើងអត់យករសជាតិផ្អែមទេចា៎ហើយបានជាខ្ញុំអត់ប្រើស្ករប៉ុន្តែយ៉ាងណាក៏ដោយវាមានចេញអាជាតិផ្អែមតិចពីបន្លែនឹងមកដែរ